បាទនេះគឺជារបៀបដែលយើងប្រើប្រាស់រូបមន្ត VLOOKUP នៅក្នុងកម្មវិធី Excel ដើម្បីយើង search ទិន្នន័យណាមួយបាទតាមជួរដេកហើយតាមរយៈតម្លៃ ID បាទអញ្ចឹងដើម្បីធ្វើការងារនឹងបានអ្នកនរគ្នាតាមវីដេអូទាំងអស់គ្នាបាទដំបូងខ្ញុំចង់ដាក់ drop down list នៅកន្លែង product ID នេះដើម្បីខ្ញុំងាយស្រួល select បាទយើងចង់វាបញ្ចូលធម្មតាក៏បានដែរតែខ្ញុំដាក់ drop down list ទៅដើម្បីងាយស្រួលពេល select ទៅវាឃើញទិន្នន័យដូរបាទអញ្ចឹងដើម្បីដាក់ drop down list យើងយកមកចុចកន្លែងហ្នឹងមកហើយចូលកន្លែង data ខាងលើបាទហើយកន្លែងនេះយើងយកកន្លែង data tool បាទចុច data tool នេះយក data validation កន្លែងនេះយើង create យក list បាទបន្តមកទៀតយើងកន្លែង sort ប្រភពហ្នឹងយើងចុចសញ្ញាព្រួយឡើងលើមកហើយយើងទៅ select នេះ ID របស់យើងទាំងអស់ហ្នឹងបាទ select ទាំងអស់ហើយចុច OK មកនេះបាទចុច OK នៅខាងក្រោមនេះបាទចុចតែប៉ុណ្្នឹងទេយើងនឹងបាន drop down list ហើយបាទអញ្ចឹង ID យើងមាន5អញ្ចឹងអ្នកទាំងនេះអាច select បានឃើញទេអញ្ចឹងខ្ញុំចង់បញ្យល់ឲ្យឃើញច្បាស់ខ្ញុំចង់ដាក់ drop down list អញ្ចឹងទៅងាយស្រួលឃើញទិន្នន័យហ្នឹងវាដូរយើងអត់ពិបាកវាយបញ្ចូលតែបើតាមជាក់ស្ដែងគេវាយបញ្ចូលបាទអូខេការងារបន្ទាប់យើងត្រូវ search ឈ្មោះនៅពេលដែលខ្ញុំ search ID 2វាចាប់ឈ្មោះ notebook ហើយនឹងតម្លៃ2មកអញ្ចឹងយើងដាក់សញ្ញាស្មើបាទស្មើហើយដាក់ VLOOKUP បាទ VLOOKUP ហ្នឹងអ្នកទាំងគ្នាគេប្រាប់ថាតម្លៃដែលត្រូវ search ដំបូងគឺតម្លៃ ID អញ្ចឹងអ្នកទាំងគ្នាចូលមកមើលចុចកន្លែង ID របស់យើង product ID ក្បៀងមួយ select លើ table របស់យើងទាំងអស់បាទមានប៉ុន្មាន select ទាំងអស់មកបាទក្បៀងមួយទៀតយើងវាយជួយឈរមិនមែនថា product name នៅជួយឈរទី2បាទនេះ product ID ជួយឈរទី1 product name ជួយឈរទី2អញ្ចឹងកន្លែងនេះយើងវាបញ្ចូលលេខ2ចុងក្រោយវាយពាក្យ fall បាទ fall ហ្នឹងគឺពាក្យនឹងគេឲ្យស្ដាប់ទេដាក់ fall ហ្នឹងសម្រាប់ពេលដែលយើង search អត់មានទៅវាប្រាប់ថាអត់មានបាទហើយបាត់វងកញ្ចក់ enter មកបាទអញ្ចឹងយើងបានហើយឃើញទេអូខេអញ្ចឹងអត់ខ្ញុំ search ID លេខ1វីដេអូឃើញទេបាទ ID លេខ3គេវីដេអូតាមហ្នឹងបាទ ID លេខ5ហើយទៅពេលកន្លែងនេះដូចគ្នាអ្នកនរនេះ copy រូបមន្តហ្នឹងមកបាទយើង copy រូបមន្តហ្នឹងមកយកមកដាក់កន្លែង price ហ្នឹងមកបាទប៉ុន្តែគាត់ឲ្យយើង pass វាមកហើយយើងដូរទៅជួឈរទេជួឈរកន្លែង price ហ្នឹងគឺលេខ3យើងដូរដាក់លេខ3មកបាទ enter មកចេញហើយឃើញទេអញ្ចឹងអ្នកនរគ្នាមានប្រហែលជួឈរក៏បានដែរយើង copy រូបមន្តហ្នឹងមកឲ្យដូរទៅជួឈរទៅបានហើយឃើញទេបាទប៉ុន្តែអូតូខ្ញុំចង់ដាក់តម្លៃអត់មានខ្ញុំដាក់11អត់មានអញ្ចឹងពេលខ្ញុំ enter មកឃើញវាប្រាប់ថាអត់មានទិន្នន័យអញ្ចឹងតែយើងដាក់ fall ខាងក្រោយហ្នឹងគឺមានន័យថាបញ្ជាក់អញ្ចឹងមានន័យយើងវាយ ID ដែលអត់មានវាប្រាប់យើងថាអត់មានទិន្នន័យបាទអូខេបាទអញ្ចឹងរូបមន្ត VLOOKUP គឺមានតែប៉ុណ្្នឹងទេបាទឧទាហរណ៍ខ្លីៗបាទសូមអរគុណ